ជំរាបសួរគ្នាយើងថ្ងៃនឹងអេដមីននឹងមកបន្តសម្រាយសាច់រឿងវ៉ានរបស់យើងភាព5ជាបន្តទៀតផ្ដើមនៅសាច់រឿងយើងបានឃើញវ៉ានកំពុងតែផ្ទុំនៅលើក្រែរបស់គាត់ព្រោះនៅពេលនោះធារនិងខាមឈិនក៏បានមកដល់ព្រមទាំងបាននិយាយប្រាប់ទៅកាន់វ៉ានរបស់យើងឲ្យបានដឹងថានៅពេលនេះលោកគ្រូផាដាហើយនិងលោកឌីកំពុងតែនៅឯមាត់បឹងដែលជាបឹងដែលវ៉ានបានបង្កើតកាលពីថ្ងៃមុននោះឯងហើយនៅភូមិក៏បានដាក់បឹងមួយនោះថាមានឈ្មោះថាបឹងវ៉ានមូលហេតុដែលពួកគេដាក់ឈ្មោះបឹងនោះថាវ៉ានក៏ដោយសារតែវ៉ានគឺជាអ្នកផ្ដើមគំនិតនៅក្នុងការបង្កើតនៅបឹងមួយនោះគឺពួកគេចង់អរគុណទៅកាន់វ៉ាននោះឯងអ្នកទាំងអស់គ្នាហើយយើងក៏បានឃើញថានៅមាត់បឹងនោះគឺមានមនុស្សជាច្រើនបានចំរើមើលទៅលើអ្វីមួយដោយយើងក៏មិនដឹងថាជាអ្វីផងដែរនៅពេលនោះវ៉ានក៏បានសួរទៅកាន់មេតបឌីថាមានរឿងអ្វីកើតឡើងទៅមេតបឌីក៏បានប្រាប់ទៅកាន់ព្រះអង្គម្ចាស់វ៉ានវិញថាយើងគឺបានឃើញអ្វីចម្លែកនោះទេនៅក្នុងទឹកមិនដឹងថាជាស្អីនោះទេនៅពេលដែលវ៉ានទៅដល់ក៏ពិតជាបានឃើញអ្វីដែលគេបាននិយាយពិតមែនហើយនៅពេលនោះលោកគ្រូផាដារបស់យើងក៏បានប្រាប់ទៅកាន់វ៉ានឲ្យបានដឹងថាអ្វីដែលវ៉ានហើយនឹងមនុស្សផ្សេងទៀតបានឃើញនេះគេហៅថាមនុស្សពាក់កណ្ដាលនិងត្រីពាក់កណ្ដាលដែលវាគឺជាអំបូរអាផាការ៉ូអំបូរមួយនេះគឺពិតជាកម្រខ្លាំងណាស់នៅក្នុងពិភពលោកគេនិយាយថាពួកវាគឺរស់នៅក្នុងទន្លេដ៏ស្រស់ស្អាតនៃព្រៃជ្រៅប៉ុន្តែមិនដឹងថាមូលហេតុអ្វីនោះទេបានជាពួកគេមករស់នៅក្នុងបឹងរបស់វ៉ានបែបនេះវ៉ានក៏បានយល់អំពីរបៀបដែលលោកគ្រូរបស់គាត់បានបញ្យល់ផងដែរនិងបានសួរទៅកាន់អំបូរមួយនោះថាតើឯងមានឈ្មោះអ្វីទៅហើយឯងត្រូវការជំនួយរបស់យើងមែនទេប៉ុន្តែគាត់មិនទទួលបានការឆ្លើយតបមកវិញនោះទេប្រហែលជានាងគឺមិនចេះនិយាយភាសាមនុស្សឡើយវ៉ានដល់មិនទទួលបានការឆ្លើយតបពីអំបូរសត្វមួយនោះគាត់ក៏បានយកនៅសត្វមួយដុំនឹងដើម្បីឲ្យវាបានឃើញហើយគ្រាន់តែឃើញនៅសត្វមួយនោះភ្លាមវាក៏បានមកភ្លាមតែម្ដងនិងបានធ្វើភ្នែកភ្លឺបង្ហាញថានាងគឺពិតជាចង់ហូបទៅកាន់សាច់មួយនោះខ្លាំងណាស់ហើយនាងក៏បានសួរទៅកាន់វ៉ានរបស់យើងតើខ្ញុំអាចហូបម្ហូបនេះបានទេដែលធ្វើឲ្យមនុស្សគ្រប់គ្នាទីនោះមានការភ្ញាក់ផ្អើលជាខ្លាំងនិងមិននឹកស្មានថានាងអាចនិយាយភាសាមនុស្សបានឡើយនៅពេលដែលនាងបានហូបមួយម៉ាត់ទៅក៏បានដឹងថានេះមិនមែនជាសាច់ធម្មតានោះទេផ្ទុយទៅវិញវាគឺជាសាច់ក្រពើបុរាណហើយនៅពេលនោះម្ចាស់ស្រីម្នាក់នោះក៏បាននិយាយទៅកាន់វ៉ានរបស់យើងតើលោកជាអ្នកសម្រាប់ទៅកាន់សត្វទាំងអស់នេះមែនទេប្រជាជនព្រមទាំងលោកគ្រូផាដាហើយនិងមេតបឌីនិងអ្នកផ្សេងទៀតក៏បាននិយាយអញ្ចឹងទៅថាមែនហើយក្រោយពេលដែលបានដឹងបែបហ្នឹងហើយនាងក៏បាននិយាយអ្វីច្រើនផងដែរនិងបានជាមួយទឹកចាក់ចេញទៅបាត់ទៅប៉ុន្តែមួយសន្ទុះក្រោយមកម៉ែឲ្យយើងបានឃើញថាវងមច្ឆាជាច្រើនហ្នឹងគឺបានមកទីនេះតែម្ដងមិនដឹងថាពួកគេមកនៅក្នុងគោលបំណងអ្វីនោះទេព្រោះនៅពេលនោះយើងក៏បានកំណត់សម្គាល់ឃើញមច្ឆាប្រុសម្នាក់ដែលមើលទៅគាត់គឺដូចជាមេសម្ព័ន្ធនៃមច្ឆាទាំងអស់នោះអញ្ចឹងហើយបាននិយាយទៅកាន់វ៉ានរបស់យើងតើឯងមែនទេដែលជាអ្នកសម្រាប់ទៅកាន់ពួកក្រពើបុរាណទាំងអស់នោះវ៉ានក៏បានឆ្លើយវិញអញ្ចឹងទៅបាទគឺពិតជាខ្ញុំធ្វើឲ្យមច្ឆាផ្សេងទៀតគឺមានការភ្ញាក់ផ្អើលជាខ្លាំងត្រឹមតែជាក្មេងម្នាក់ប៉ុណ្ណោះហេតុអ្វីអាចជាមានសមត្ថភាពនៅក្នុងការសម្រាប់ទៅកាន់ក្រពើបុរាណទាំងអស់នោះបានរួចរឿងក៏បានបង្ហាញយើងដឹងថាមច្ឆាប្រុសម្នាក់នោះគឺត្រូវជាឪពុករបស់មច្ឆាស្រីអំបញ្ញមិញអ្នកទាំងអស់គ្នាហើយមច្ឆាស្រីម្នាក់នោះនាងមានឈ្មោះថាឡាដាព្រីអូរ៉ាចំណែកឯមច្ឆាប្រុសម្នាក់នោះវិញក៏មានឈ្មោះថាវេស្តាសំខាន់គាត់មានកូនស្រីតែម្នាក់នឹងឯងដែលមានឈ្មោះថាព្រីអូរ៉ានឹងវេស្តាក៏បាននិយាយដាក់ទៅកាន់វ៉ានឲ្យបានដឹងថាកូនស្រីរបស់គាត់នៅពេលអនាគតនាងនឹងធំឡើងជាស្ត្រីពេញវ័យដ៏ស្រស់ស្អាតដែលភ្លឺចាំងដូចត្បូងអញ្ចឹងការនិយាយរបស់វេស្តានៅពេលនោះគាត់ចង់ឲ្យកូនស្រីរបស់គាត់ដែលជាព្រីអូរ៉ានឹងរៀបការជាមួយនឹងវ៉ានអ្នកទាំងអស់គ្នាដោយសារតែគាត់បានឃើញពីសមត្ថភាពនិងទេពកោសល្យព្រមទាំងមហិច្ឆតារបស់វ៉ានតែបើទោះបីជាយ៉ាងក៏ដោយរឿងនេះគឺពិតជាបាក់ទទួលយកខ្លាំងណាស់សម្រាប់មនុស្សដូចជាវ៉ានហើយនិងមនុស្សផ្សេងឯទៀតវ៉ានរបស់យើងក៏បាននិយាយតបទៅកាន់វេស្តាវិញអញ្ចឹងទៅថារឿងមួយនេះគឺមិនអាចកើតឡើងបាននោះទេដោយសារតែម្នាក់ជាមនុស្សឯម្នាក់ទៀតគឺជាមច្ឆាណាមួយនាងជាក្មេងនឹងឲ្យទៅរៀបការយ៉ាងម៉េចនាងគិតតែពីលេងពីអីហ្នឹងគ្នាមិនយល់ដឹងពីរបៀបរបបទាំងអស់ហ្នឹងហើយវ៉ានរបស់យើងនិយាយដូចខ្លួនឯងចាស់ណាស់ចឹងណាបើទោះបីជាទទួលបានការប្រកែកពីវ៉ានក៏ដោយក៏វេស្តានៅតែចង់ធ្វើបែបនោះដដែលហើយតាមសម្ដីរបស់គាត់យើងក៏បានដឹងពីមូលហេតុដែលពួកគេទាំងអស់គ្នាមករស់នៅក្នុងបឹងរបស់វ៉ានក៏ដោយសារតែក្រពើបុរាណទាំងអស់នោះក៏បានរស់នៅតំបន់ពួកគេនិងបានសម្រាប់ទៅកាន់សមាជិកនៃក្រុមរបស់ពួកគេនឹងអស់ជាច្រើនមែនទែនដែលនាំឲ្យពួកគេក៏មិនអាចរស់នៅទីនោះបានដែរតាមរយៈការវាយប្រហាររបស់ពួកក្រពើបុរាណទាំងអស់នោះដែលពួកគេក៏បានសម្រេចចិត្តមករស់នៅបឹងរបស់វ៉ានតែម្ដងទៅវ៉ានរបស់យើងនៅពេលដែលបានលើសម្ដីរបស់វេស្តាហើយក៏បាននិយាយតបទៅកាន់គាត់វិញថាខ្ញុំមិនរៀបការជាមួយនឹងនាងនោះទេប៉ុន្តែខ្ញុំសន្យាថានឹងការពារទៅកាន់អំបូរអាផាកូរ៉ាទាំងអស់គ្នាដោយមិនឲ្យពួកគេជួបនឹងបញ្ហាអ្វីនោះទេក្រោយពេលដែលបាននិយាយបែបនោះហើយតួឯកប្រុសរបស់យើងដែលជាវ៉ានក៏ចាប់ផ្ដើមប្រើនៅវេទមន្តរបស់គាត់ដែលជាប្រយោជន៍សិនមេជីកនៅក្នុងការបង្កើតផ្ទះឲ្យទៅកាន់ពួកមច្ឆាទាំងអស់នោះរស់នៅដើម្បីកុំឲ្យពួកគេជួបនៅភ្លៀងក៏ដូចជាខ្យល់ផ្សេងធ្វើឲ្យពួកគេនេះគឺមានផាសុខភាពជាងមុនអីអញ្ចឹងទៅមច្ឆាទាំងអស់នៅពេលដែលទទួលបាននៅផ្ទះថ្មីបែបនេះពួកគេទាំងអស់គ្នាគឺពិតជាមានការសប្បាយចិត្តខ្លាំងមែនទែនរឿងក៏បានកើតទៅពេលបន្ទាប់ក្រុមមច្ឆារបស់ពូវេស្តាក៏បានចាប់ផ្ដើមជួយនៅការងាររបស់វ៉ានដែលការងារមួយនោះគឺជាការងារបង្ហូរទឹកចូលទៅកាន់លូនៅក្រោមដីអ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងភូមិរបស់វ៉ានគឺមានលូមួយដែលនៅក្រោមដីហ្នឹងដែលសម្រាប់ផ្ទុកនៅទឹកស្អុយគឺទឹកទាំងឡាយណាដែលបានប្រើប្រាស់រួចនិងបង្ហូរចូលទៅកាន់ទីនោះហើយសំខាន់គឺពួកក្រុមរបស់វេស្តាពួកគេគឺបកកែខាងការងារនៅក្នុងទឹកទៀតដែលធ្វើឲ្យការងារមួយនោះគឺទៅដោយរលូនខណៈពេលដែលវ៉ានហើយនិងវេស្តាកំពុងតែនិយាយគ្នាខៃអិនហើយនិងក្មេងស្រីម្នាក់នោះក៏បានដើរចូលមកហើយពួកគេគ្រាន់តែបានឃើញពីវត្តមានរបស់វេស្តាហើយនិងព្រីអូរ៉ាភ្លាមពួកគេក៏ដឹងថាពីរនាក់នោះគឺជាអាផាការ៉ូតើពិតទេដែលថាតួឯកប្រុសរបស់យើងដែលជាវ៉ាននឹងរៀបការជាមួយនឹងកូនស្រីរបស់វ
Vesta តែវ៉ានក៏បានប្រកាសភ្លាមៗអញ្ចឹងទៅតែគេបានរៀបការជាមួយនឹងនាងហើយប៉ុន្តែមានណានៅពេលនោះព្រារាក៏បាននិយាយទៅកាន់ពួកគេទាំងពីរអ្នកនោះវិញថាខ្ញុំក៏ពិតជារៀបការជាមួយនឹងវ៉ានពិតមែននៅពេលនេះខ្ញុំបានខ្លាចទៅជាប្រពន្ធរបស់វ៉ានហើយឯវ៉ានគឺគេមិនដឹងអីសំបីតែបន្តិចពីណាប្រពន្ធរបស់នាងមកធ្វើអត់ដឹងអីណាប្តីហើយយើងមើលទៅកាន់ពួកគេទាំងពីរអ្នកនៅខាងក្រោយខ្នងរបស់វ៉ានអញ្ចឹងទៅជាពិសេសក្មេងស្រីម្នាក់នោះហាក់បីដូចជាមិនបានសប្បាយចិត្តជាមួយនឹងវ៉ាននោះទេរឿងក៏បានកើតទៅពេលបន្ទាប់យើងបានឃើញថាវត្តមានរបស់ក្មេងស្រីជាមួយនឹងវ៉ានពួកគេទាំងពីរនេះកំពុងតែនៅលើតុនៅក្នុងបឹងមួយហើយពួកគេក៏បាននិយាយគ្នាទាក់ទងពីរឿងនេះរឿងនោះអញ្ចឹងទៅនៅពេលនោះក្មេងស្រីម្នាក់នោះក៏បាននិយាយសរសើរទៅកាន់តួឯកប្រុសរបស់យើងជាវ៉ានហើយជាមនុស្សដែលមានទេពកោសល្យខ្លាំងណាស់អាចបង្កើតនៅរបស់របរប្រើប្រាស់ផ្សេងៗទៅជាច្រើនព្រមទាំងអាចមានសមត្ថភាពនៅក្នុងការដឹកនាំភូមិឃុំបានថែមទៀតតែនេះមិនមែនជាការខំប្រឹងរបស់ខ្ញុំតែម្នាក់ឯងនោះទេប៉ុន្តែគឺជាការខិតខំប្រឹងប្រែងរបស់មនុស្សគ្រប់គ្នាខណៈពេលដែលវ៉ានកំពុងតែនិយាយគ្នាជាមួយនឹងក្មេងស្រីម្នាក់នោះព្រារានាងមិនដឹងជាមកពីទីណានោះទេនឹងបាននិយាយទៅកាន់តួឯកប្រុសរបស់យើងទៅជាវ៉ានអរុនសុស្ដីបងសម្លាញ់ហើយនាងជាពីណាហ្នឹងក្មេងស្រីម្នាក់នោះក៏បាននិយាយប្រាប់ទៅកាន់ព្រារាវិញអញ្ចឹងទៅថាឈ្មោះរបស់ខ្ញុំនោះគឺអាតអញ្ចឹងចាប់ពីពេលនេះយើងហៅក្មេងស្រីម្នាក់នោះវិញថាអាតទេអ្នកទាំងអស់គ្នាដោយសារតែលើកមុនគឺយើងមិនទាន់ស្គាល់ឈ្មោះរបស់នាងនោះទេនៅពេលនោះមិនមែនមានតែព្រារានោះទេដែលមកទីនោះសូម្បីតែពួកមច្ឆាតូចៗផ្សេងៗទៀតជាច្រើនហ្នឹងក៏បានមកទីនោះផងដែរព្រមទាំងបាននិយាយលេងទៅកាន់វ៉ានរបស់យើងដែលបានធ្វើឲ្យទុកនឹងគឺអង្គើខ្លាំងមែនតើជាពិសេសនោះគឺបានធ្វើឲ្យក្មេងស្រីម្នាក់នោះដូចជាអាតបានទៅប៉ះជាមួយនឹងវ៉ានកូនមច្ឆាផ្សេងៗទៀតច្រើនពួកគេហ្នឹងគឺស្រឡាំងកាំងនឹងបើកភ្នែកចំហធំប៉ុណ្ណានៃតែម្ដងមើលទៅកាន់ទស្សនវិជ្ជាដែលបានកាត់ឡើងនៅចំពោះមុខរបស់គេហើយពួកគេទាំងប្រមាណអ្នកហ្នឹងក៏បានសើចអញ្ចឹងទៅអត់តែព្រារារបស់យើងនោះទេហើយនាងក៏បានសួរទៅកាន់វ៉ានអញ្ចឹងទៅថាបងកាត់អីដែរឬទេវ៉ានរបស់យើងក៏បានឈប់ឲ្យនាងហៅគាត់ថាបែរនោះភ្លាមដោយសារតែនេះគឺមិនទាន់បានរៀបការជាមួយនឹងគ្នាឬក៏ភ្ជាប់ពាក្យជាមួយនឹងគ្នានោះទេការនិយាយរបស់វ៉ានក៏បានធ្វើឲ្យព្រារារបស់យើងមានការរអៀសខ្លួនព្រមទាំងរៀងអន់ចិត្តបន្តិចបន្តួចផងដែរនិងនាងក៏បានជាមួយទឹកចាក់ចេញពីទីនោះបាត់ឃើញបែបនេះមច្ឆាផ្សេងទៀតច្រើនគឺបានខឹងទៅកាន់វ៉ានជាខ្លាំងនិងបានរង្គើទុកមួយនោះដែលធ្វើឲ្យអាចនាងគឺពិតជាភ័យខ្លាំងណាស់និងបានអោបទៅកាន់វ៉ានរបស់យើងមិនលេងដៃនោះទេរឿងក៏បានកើតទៅពេលបន្ទាប់ទៀតនៅពេលបន្ទាប់នេះយើងបានឃើញថាវ៉ានរបស់យើងក៏បានមកជួបគ្នាជាមួយនឹង Vesta មូលហេតុដែល Vesta មកជួបគ្នាជាមួយនឹងវ៉ានក៏ដោយសារតែកូនស្រីរបស់គាត់បាននិយាយរឿងប្រាប់មកកាន់គាត់នោះឯងហើយជាពិសេសនៅពេលនោះ Vesta ក៏បាននិយាយថាអាចនឹងគឺជាត្រូវជាប្រពន្ធរបស់វ៉ានថែមទៀតទាំងដែលអាចនឹងគឺមិនដឹងអ្វីសូម្បីតែបន្តិចដែលបានធ្វើឲ្យនាងគឺមានការពិតភ័យជាខ្លាំងយូរតែមែនតើហើយខ្លាចតែ Vesta របស់យើងធ្វើអីទៅកាន់នាងនោះទេនៅពេលនោះ Vesta ក៏បានដាក់សំណើមួយទៅកាន់វ៉ានដោយជាការប្រកួតប្រជែងគ្នាបើសិនជាបកពួករបស់ក្រុមរបស់ Vesta អាចយកឈ្នះទៅកាន់ក្រុមបកពួករបស់វ៉ានបានគឺគាត់នឹងត្រូវអនុញ្ញាតឲ្យរៀបការជាមួយនឹងកូនស្រីរបស់គាត់ជាផ្លូវការតែម្ដងបានន័យថាឲ្យវ៉ាននឹងត្រូវតែរៀបការជាមួយនឹងកូនស្រីរបស់គាត់ដែលជាព្រារាវ៉ានរបស់យើងនៅពេលតែបានលើបែបហ្នឹងហើយគាត់មានការគាំងយូរតែមែនតើហើយដោយសារតែនេះគឺជាការបង្ខិតបង្ខំវ៉ានរបស់យើងក៏ពិតជាមិនចង់នោះទេដោយសារតែគាត់ខ្លាចចាញ់អ្នកទាំងអស់គ្នាបើចាញ់ទៅគឺចប់ហើយប៉ុន្តែនៅពេលនោះក្រុមគ្នារបស់គាត់ដែលមានដូចជាលោកគ្រូផាដាមេតបឌីព្រមទាំងអ្នកផ្សេងៗទៀតដូចជាធាលហើយនិងខាំឈិនពួកគេទាំងអស់គ្នាក៏បាននិយាយលើកទឹកចិត្តទៅកាន់វ៉ានព្រមទាំងបាននិយាយថាពួកគេគឺមិនអាចចាញ់បាននោះទេច្បាស់ជាឈ្នះ 100% ហើយវ៉ានអញ្ចឹងហើយវ៉ានរបស់យើងក៏មិនអាចប្រកែកអ្វីបានផងដែរនឹងយល់ព្រមទៅនឹងសំណើរបស់ Vesta ក៏បាននិយាយបន្ថែមទៀតការប្រកួតមួយនេះគឺបែងចែកជា3វគ្គដោយវគ្គទី1គឺជាការលេងបាល់ទះហើយការលេងបាល់ទះហ្នឹងតារាងគឺនៅក្នុងទឹកបើយើងគិតទៅក្រុមគ្នារបស់ Vesta គឺពិតជាមានប្រៀបទៅកាន់ក្រុមគ្នារបស់វ៉ានខ្លាំងមែនតើព្រោះថាពួកគេគឺអាចរស់នៅព្រមទាំងសម្របខ្លួនជាមួយនឹងទឹកហ្នឹងបានល្អជាងក្រុមមនុស្សអ្នកដែលចូលរួមប្រកួតនៅក្នុងវគ្គនេះសម្រាប់ពួកមច្ឆាគឺមានព្រារានិង Vesta ចំណែកឯខាងមនុស្សវិញគឺមានធាលហើយនិង Kayan ការប្រកួតនៅពេលនោះក៏បានចាប់ដើមដំបូងឡើយយើងបានឃើញថាក្រុមគ្នារបស់ Kayan ព្រមទាំងធាលគឺមិនមានគីឡូអីជាមួយនឹងព្រារានិង Vesta នោះទេហើយយើងមើលទៅកាន់ពួកគេទាំងពីរនាក់នៅគ្នារបស់យើងហ្នឹងគឺមិនដូចជាមានចេះលេងបាល់អ្វីទាល់តែសោះឡើយហើយធាលនឹងក៏បាននិយាយទៅកាន់ Kayan អញ្ចឹងទៅថាខ្ញុំប្រហែលជាមិនអាចយកឈ្នះទៅកាន់ពួកគេបាននោះទេដោយសារតែខ្ញុំគឺត្រឹមតែជាក្មេងស្រីម្នាក់ក៏មិនអាចមានសមត្ថភាពយកឈ្នះឬក៏វាយបាល់នឹងបានខ្លាំងដូចជាពួកគេឡើយតែនៅពេលនោះក៏បាន Kayan របស់យើងនិយាយលើកទឹកចិត្តទៅកាន់ធាលដែលបានធ្វើឲ្យធាលរបស់យើងក៏ចាប់ផ្ដើមមានកម្លាំងចិត្តលេងឡើងវិញព្រោះថាបើសិនជាក្រុមគ្នារបស់វ៉ានចាញ់ពិតមែនគឺពិតជាចប់ហើយវ៉ានក៏ពិតជាត្រូវរៀបការជាមួយនឹងព្រារាពិតមែនក្រោយពីនោះមកយើងក៏បានឃើញថាក្រុមរបស់មនុស្សនឹងក៏អាចតបតទៅកាន់ក្រុមរបស់ព្រារាវិញបានផងដែរប៉ុន្តែបើទោះបីជាយ៉ាងក៏ដោយក៏នៅតែមិនអាចយកឈ្នះទៅកាន់ព្រារានិង Vesta បានដដែលអញ្ចឹងវគ្គទី1ក្រុមដែលទទួលបានជ័យជំនះគឺជាក្រុមមច្ឆាអ្នកទាំងអស់គ្នានៅសល់2វគ្គទៀតចូលមកដល់វគ្គទី2 Vesta ក៏បានប្រាប់ទៅកាន់វ៉ានរបស់យើងថាការប្រកួតនេះគឺជាការប្រកួតហែលទឹកនិយាយទៅ Vesta គាត់ដាក់ការប្រកួតចេញមកគឺមានប្រៀបតែម្ដងធ្វើយ៉ាងណាឲ្យក្រុមគ្នារបស់គេមានប្រៀបតែបើទោះបីជាបែបនេះក្តីសមាជិកក្រុមរបស់វ៉ានក៏មានអ្នកមានសមត្ថភាពនៅក្នុងការហែលទឹកផងដែរដោយអ្នកដែលមានសមត្ថភាពនៅក្នុងការហែលទឹកនោះគឺជាមេតបឌីព្រមទាំងខាមឈិនអញ្ចឹងលក្ខខណ្ឌនៅក្នុងការប្រកួតមួយនេះបើសិនជាសមាជិកនៃក្រុមមួយណាបានទៅដល់ទីមុននឹងទទួលបានជ័យជំនះទាំងអស់គ្នាមានន័យថាមិនខ្វល់ទេថាម្នាក់ទៀតមិនទាន់ដល់ទីក៏ដោយឲ្យតែម្នាក់ទៀតទៅដល់ទីមុនគឺនឹងទទួលបានជ័យជំនះហើយការប្រកួតក៏បានចាប់ដើមយើងបានឃើញតែខាមឈិនក៏ពិតជាខំប្រឹងហែលខ្លាំងមែនតើហែលយកតែមែនតែម្ដងដែលសឹងតែទាន់ទៅកាន់នារីម្នាក់នោះហើយប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយព្រារានេះក៏បានជាមួយទឹកតែបន្តិចនោះទេនឹងអាចវាស់ដាច់ទៅកាន់ខាមឈិន
ទបានយ៉ាងងាយយើងមកតាមមើលមកគូទៀតដែលជាគូរបស់មេតបឌីឯនេះវិញយើងបានឃើញថាគម្លាតរបស់មេតបឌីនិងមច្ឆាម្នាក់ទៀតគឺពិតជានៅឆ្ងាយគ្នាខ្លាំងមែនតើប៉ុន្តែរឿងដែលធ្វើឲ្យយើងភ្ញាក់ផ្អើលនៅពេលនោះមេតបឌីមិនដឹងតែគាត់ប្រើក្បាច់អ្វីនោះទេដែលបានបង្វិលដៃរបស់គាត់យ៉ាងលឿនហ្នឹងនឹងធ្វើឲ្យល្បឿនរបស់គាត់នៅក្នុងការហែលទឹកកាន់តែលឿនដែលធ្វើឲ្យ Vesta គាត់ពិតជាមានការភ្ញាក់ផ្អើលយល់តែមែនតើហើយនឹងមិនយល់ទេថាមេតបឌីគេប្រើក្បាច់អីនៅក្នុងការហែលទឹកហើយវ៉ារបស់យើងក៏មានការភ្ញាក់ផ្អើលផងដែរដោយការហែលនេះគឺដូចជាការហែលទៅដាងស្លាប់អញ្ចឹងហើយនៅទីបំផុតគាត់ក៏អាចយកឈ្នះទៅកាន់មច្ឆាម្នាក់នោះបានប៉ុន្តែសម្រាប់កូនចៅរបស់មេតបឌីទាំងពីរនាក់នេះវិញគាត់គឺពិតជាមានការភ្ញាក់ផ្អើលអីនោះទេដោយសារតែនេះគឺជារឿងធម្មតាទៅហើយគឺគាត់បានដឹងពីសមត្ថភាពរបស់មេតបឌីរបស់គាត់បាត់ទៅហើយហ្នឹងការចាញ់មួយនេះគឺពិតជាបានធ្វើឲ្យ Vesta របស់យើងគឺមិននឹកស្មានដល់នោះទេពីព្រោះថាការប្រកួតហែលទឹកគឺមិនដែលមានពីណាគេធ្លាប់យកឈ្នះមកកាន់ក្រុមរបស់គាត់នោះឡើយអញ្ចឹងនៅពេលនេះក្រុមរបស់មនុស្សនិងក្រុមមច្ឆាគឺទទួលបានការឈ្នះម្នាក់មួយប្រកួតនៅសល់តែម្នាក់មួយប្រកួតនឹងសល់តែមួយប្រកួតទៀតប៉ុណ្ណោះដែលជាការប្រកួតកាត់សេចក្តីហើយការប្រកួតចុងក្រោយនេះគឺជាការប្រកួតហូបទឹកកកឈូអ្នកទាំងអស់គ្នាអញ្ចឹងវគ្គមួយនេះគឺមានអីពិបាកយល់នោះទេដោយគ្រាន់តែហូបទឹកកកឈូតែប៉ុណ្ណោះដូចយើងបានដឹងអញ្ចឹងថាការហូបទឹកកកឈូគឺវាធ្វើឲ្យត្រជាក់ខ្លាំងអ្នកទាំងអស់គ្នាត្រជាក់ដល់ក្បាលបើមិនជាយើងហូបលឿនប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយវ៉ាក៏គាត់ពិតជាបានការខំប្រឹងយូរតែមែនតើហើយយើងក៏បានឃើញថាអ្នកដែលទទួលបានជ័យជំនះនៅពេលនោះក៏បានទៅលើវ៉ានរបស់យើងនិងជាចុងក្រោយអ្នកដែលទទួលបានជ័យជំនះឬក៏ក្រុមដែលទទួលបានជ័យជំនះគឺជាក្រុមមនុស្សអញ្ចឹងក្រោយពីបញ្ចប់ការប្រកួតទាំង3វគ្គនោះទៅ Vesta របស់យើងក៏បានទទួលស្គាល់ផងដែរថាវ៉ានគឺពិតជាមនុស្សម្នាក់ដែលមានទេពកោសល្យនិងសមត្ថភាពខ្ពស់ខ្លាំងណាស់ហើយនៅពេលនោះក៏បាននិយាយថាខ្ញុំនឹងយកឯងធ្វើជាកូនប្រសាររបស់ខ្ញុំឲ្យបានធ្វើឲ្យវ៉ានរបស់យើងចាប់ដើមគាំងម្ដងទៀតហើយជុំយ៉ាលេងមែនតែនហ្មងហើយមុននឹងចេញទៅនឹងព្រីអូរ៉ាក៏បាននិយាយបាយបាយទៅកាន់វ៉ានរបស់យើងហើយបាយបាយនឹងមិនបាយបាយធម្មតាណាសិតតែបាយបាយប្តីសម្លាញ់ចាប់អារម្មណ៍សង្កេតទៅលើចិត្តគំនិតរបស់អាតនៅពេលនេះវិញក៏បានមើលទៅកាន់វ៉ាននិងមានការចំណាយទៅកាន់វ៉ានខ្លាំងមែនតែនមនុស្សជុំវិញខ្លួនក៏បានញញឹមព្រមទាំងគាំទ្រទៅកាន់វ៉ានតាំងពីខ្ញុំកាត់មកឪពុករបស់ខ្ញុំគឺរវល់ខ្លាំងណាស់ដូច្នេះយើងស្ទើរតែមិនបានជួបគ្នាហើយម្ដាយរបស់ខ្ញុំបានទុកឪពុករបស់ខ្ញុំមើលថែទាំងដែលឪពុករបស់ខ្ញុំគឺពិតជារវល់ខ្លាំងមែនតែនខ្ញុំគឺប្រៀបបីដូចជាមនុស្សដែលគ្មានសង្ឃឹមក្នុងការរស់នៅបន្តទៀតនោះទេអញ្ចឹងឲ្យមានសំណយំពីប្រវត្តិរបស់អាចប្រាប់ទៅកាន់អ្នកទាំងអស់គ្នាបន្តិចទៅដើម្បីអ្នកទាំងអស់គ្នាបានដឹងអាចគឺជាក្មេងស្រីម្នាក់ដែលត្រូវបានគេមិននិយាយរកនោះទេមនុស្សគ្រប់គ្នាគឺមិនបានចូលចិត្តទៅកាន់នាងនោះឡើយហើយនាងគឺជាប្រនាងម្នាក់ដែលមកពីអាណាចក្រតូចមួយដែលក្រីក្រនិងជាចុងក្រោយត្រូវបានដួលរលំនិងត្រូវបានបំផ្លាញដោយសារតែការបាត់បង់ប្រទេសរបស់ខ្លួននាងត្រូវបានបង្ខំឲ្យរៀបការជាមួយនឹងតួឯកប្រុសរបស់យើងជាវ៉ានដំបូងឡើយនៅពេលដែលបានលើកឈ្មោះរបស់វ៉ានថាឲ្យរៀបការជាមួយនឹងនាងបែបនេះនាងគឺពិតជាមិនមានការសប្បាយចិត្តនោះទេប៉ុន្តែក្រោយពេលដែលនាងបានជួបទៅកាន់វ៉ានហើយសកម្មភាពទាំងឡាយគឺបានធ្វើឲ្យនាងគឺពិតជាចូលចិត្តទៅកាន់វ៉ានខ្លាំងមែនទែនវ៉ានគឺជាមនុស្សម្នាក់ដែលមានការចិត្តល្អព្រមទាំងសមត្ថភាពក៏ខ្លាំងបើទោះបីជាគាត់មិនមានសមត្ថភាពនៅក្នុងការប្រើប្រាស់វេទមន្តទាំង4ទាំង5នោះក៏ដោយហើយវ៉ាននេះឯងគឺជាមនុស្សម្នាក់ដែលធ្វើឲ្យគាត់មានក្តីសង្ឃឹមនៅក្នុងការរស់រានជាបន្តទៀតរឿងក៏បានកើតទៅថ្ងៃបន្ទាប់វ៉ានបានឲ្យអ្នកភូមិទាំងអស់គ្នាមកជុំគ្នាដោយគាត់គឺចង់និយាយរឿងមួយប្រាប់ទៅកាន់ពួកគេទាំងអស់គ្នាដោយរឿងដែលវ៉ានចង់និយាយនោះគឺនៅក្នុងភូមិគឺនឹងមានការជប់លៀងពិសេសមួយពួកឲ្យប្រជាជននៅក្នុងភូមិពួកគេទាំងអស់គ្នាក៏ពិតជាមានការសប្បាយចិត្តយកតែមែនតែនហើយការដឹកនាំរបស់វ៉ានបានធ្វើឲ្យប្រជាជនគឺសប្បាយចិត្តគ្រប់ពេលវេលាតែម្ដងគណៈពេលនោះអាចក៏បានមកអរុនសួស្ដីទៅកាន់វ៉ានរបស់យើងហើយពួកគេទាំងពីរនាក់ក៏បាននិយាយគ្នាអញ្ចឹងទៅយើងមើលទៅកាន់អាចនឹងចង់និយាយរឿងមួយប្រាប់ទៅកាន់វ៉ានប៉ុន្តែនៅពេលនោះនាងមិនបាននិយាយទៅទេដោយនាងគឺបានផ្លាស់ប្ដូរទៅជានិយាយអ្វីផ្សេងរឿងក៏បានកាត់ទៅក្នុងព្រៃយើងបានឃើញតែក្រុម Adventurer របស់យើងមិនដឹងតែពួកគេទាំង3នាក់កិច្ចពីរឿងអ្វីនោះទេនឹងបានរត់យ៉ាងលឿនមែនតែនហើយយើងក៏មិនដឹងថាមានរឿងអ្វីកើតឡើងទៅកាន់ពួកគេទាំង3នាក់នោះផងដែរដោយសាច់រឿងរបស់យើងក៏បានមកដល់ទីបញ្ចប់ត្រឹមតែប៉ុណ្ណេះ Admin ក៏អរគុណអ្នកទាំងអស់គ្នាមែនតែនដែលបានបន្តគាំទ្រមកកាន់ Admin សូមកុំភ្លេចជួយចុច Like និង Subscribe មកកាន់ Channel របស់ Admin ម្នាក់មួយផងនិង Comment ជួយលើកទឹកចិត្ត Admin ម្នាក់មួយទៅនឹងហើយដោយ Channel របស់ Admin នេះគឺមិនទទួលបានប្រាក់កម្រៃអ្វីសូម្បីតែ1រៀលនោះទេអញ្ចឹងកម្លាំងចិត្តនៃការធ្វើវីដេអូរបស់ Admin ក៏មិនសូវមានផងដែរប៉ុន្តែគឺ Admin នៅតែបន្តធ្វើឲ្យអ្នកទាំងអស់គ្នាទស្សនាអញ្ចឹងដោយអ្នកទាំងអស់គ្នាគ្រាន់តែជួយចុច Like និង Subscribe ឲ្យ Admin ម្នាក់មួយទៅនឹងហើយអញ្ចឹង Admin មានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀត